ទៅលោកម្ចាស់ឈីនជួយត្រកូលចាំងផងខ្ញុំមិនដឹងថាវាស្គាល់លោកវាយទេតើត្រូវធ្វើម៉េចទៅអាសម្រាមរឿងប៉ុណ្ណឹងធ្វើមិនបានឯងដឹងទេថាព្រោះតែឯងផែនការស្ដេចជិនប៉ៃនឹងខូចអស់ស្ដេចជិនប៉ៃលោកម្ចាស់ចង់ប្រើតកូភ័យដើម្បីបង្កចលាចលនៅជាងជើរួចយើងនឹងលេបយកត្រកូភ័យឯងវាល្ងងខ្លាំងណាស់ចាត់ទុកថាឯងស្អីទៅឯងបង្កតែរឿងឥតប្រយោជន៍ស្ទើរតែខូចការធំអស់ហើយបើមានរឿងអីកើតឡើងអ្នករាល់គ្នាត្រូវតែស្លាប់ស្ដេចសេងប៉ៃសងមកវិញភ្លាមគ្រួសារត្រកូលហីត្រូវតែកម្ចាត់ចោលហឹមស្ដេចជិនប៉ៃជាតិមុនខ្ញុំជាកម្ពុជាគ្រូតែការពារគ្រួសារមិនបានហាលេសៀនឯងអស់ផ្លូវហើយចុះចាញ់ទៅឯងជាកម្ពុជាគ្រូពួកយើងមិនធ្វើអ្វីឯងទេគ្រួសារយើងនៅមានក្នុងវាំងឲ្យតែយើងនៅមានជីវិតពួកឯងកុំសង្ឃឹមឡើយស្អីយ៉ាស្អីហ្នឹងយ៉ាកើតជាថ្មីម្ដងទៀតខ្ញុំមិនចង់ពាក់ព័ន្ធលោកេនេះទេចិត្តមនុស្សពិបាកស្មានមនុស្សសេចក្ដីណាភ័យស្រួយមិនយំមិនខ្លាចដើមឡើយចង់ធ្វើត្រឹមអ្នកមើលរឿងកំ pl ែងលើលោកនេះទោះពិភពលោកបោះបង់កូនម៉ែនៅក្បែរកូនជានិច្ចប៉ុន្តែអ្នកដាស់ខ្ញុំឲ្យភ្ញាក់ពីសុបិនអាក្រក់ចាប់ពីថ្ងៃនោះមកខ្ញុំចាត់ទុកអ្នកជាម្ដាយតែម្នាក់គត់អ្នកម្ដាយកុំបារម្ភទុកសោកទាំងឡាយបំណុលដែលគេជំពាក់អ្នកអ្វីដែលអ្នកបាត់បង់គឺសៀននឹងយកមកវិញទាំងអស់ម្ចាស់ភូមិគ្រឹះនេះដល់ពេលត្រូវដូរហើយចេញទៅនិយាយខាងក្រៅបាទមេតបការពារក្រុងវៃចឹងសូមគោរពលោកម្ចាស់ឈៀនសៀវដឹងថាខ្ញុំជានរណាថែមទាំងលួចតាមដានខ្ញុំរហូតមកដល់ទីនេះវៃចឹងឯងគិតថាខ្ញុំងាយនឹងសម្លុតមែនទេកុំឲ្យមានលើកក្រោយបាទម្ចាស់បងសម្បត្តិរៀបចំរួចហើយយកវាឲ្យត្រឡប់ទៅវិញទៅប្រគល់ជូនអធិរាជដោយផ្ទាល់ប្រាប់គាត់ថារឿងនៅជាងជើខ្ញុំចាត់ការខ្លួនឯងនាំទ័ព 3000 នាក់មកជាងជើវិញបោះជំរំនៅក្រៅភូមិគ្រីភ័យបើគ្មានបញ្ជាពីខ្ញុំសំបីតែរុយមួយក៏មិនឲ្យហាលចូលលោកម្ចាស់សូមអភ័យទោសដែលខ្ញុំហ៊ានសួរដោយសមត្ថភាពលោកត្រឹមតែបៃជាវមិនបាច់ប្រើតបរាជធានីទេឯងសួរច្រើនពេកហើយធ្វើតាមឬស្លាប់ឯងសួរច្រើនពេកហើយធ្វើតាមឬស្លាប់លោកម្ចាស់ខ្ញុំខុសហើយឯង
ងជាអ្នកណាហេតុអ្វីជួយខ្ញុំកម្លាំងខ្ញុំរលាយអស់ហើយសរសៃពូក៏ដាច់អស់ដែរឥឡូវខ្ញុំជាមនុស្សឥតប្រយោជន៍លោកនាំខ្ញុំមកវិញដើម្បីសើចចំអកខ្ញុំមែនទេដើម្បីមើលងាយខ្ញុំមែនទេមើលងាយឯងមិនសមទេមិនសមមែនហើយខ្ញុំជាសម្រាមគ្មានសិទ្ធឲ្យលោកមើលងាយទេចុះលោកចង់បានអ្វីខ្ញុំមិនចូលចិត្តពេជាវេលាទេហើយយ៉ាងម៉េចខ្ញុំកំពុងគិតថាឃើញប្រពន្ធដែលគេបោះបង់ជន់ក្បាលមនុស្សគ្រប់គ្នាឡើងកាន់តំណែងមេគ្រួសារខ្ញុំកំពុងគិតថាឃើញប្រពន្ធដែលគេបោះបង់ជន់ក្បាលមនុស្សគ្រប់គ្នាឡើងកាន់តំណែងមេគ្រួសារឯងជាមនុស្សឆ្កួតខ្ញុំអាចទៅសរសៃដែលដាច់ឡើងវិញជួសជុលកន្លែង